នេះគឺជាទស្សនវិជ្ជានៃការដង្ហែនាគទៅបួសដែលនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីវិធីបំបួសនាគបំបួសនាគគឺបំបួសមនុស្សដ៏ប្រសើរដំរីមានភ្លុកដែលធំល្អជាងគេនិងពស់ដែលធំវិសេសជាងគេក៏គេហៅថានាគដែរព្រោះនាគនេះមានន័យថាបុគ្គលដ៏ប្រសើរទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថានៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តចេតពើនាគរាជមួយមានមហិទ្ធិឫទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយបង្គំព្រះមហាដស្ថេរហើយទូលថាខ្ញុំប្រកាសណាសូមបួសជាព្រះមហាថេរផងព្រះមហាដស្ថេរក៏បំបួសស្ដេចនាគដែលបានកាឡាខ្លួននោះជាភិក្ខុថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសឹងពេលថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោកក៏คล้ายទៅជានាគឆ្វាយរង្វេលពេលពេញបន្ទប់រីឯស្បង់ជីវរខ្ចាត់ខ្ចាយអស់រលិញពីកាយពេលនោះសាមណេរមួយអង្គចង់ចង្ហាន់រួចចូលទៅនិមន្តភិក្ខុនោះទៅឆាន់លុះសាមណេរនោះបើកទ្វារក៏ស្រាប់តែឃើញពស់ពេលពេញបន្ទប់សាមណេរភ័យរន្ធត់ក៏ស្ទុះរត់ស្រែកឆោឡោផ្អើលពេញវត្តលុះដំណឹងនេះជ្រាបដល់ព្រះពុទ្ធទើបព្រះអង្គទ្រង់បញ្ញត្តិថាចាប់ពីថ្ងៃនេះភិក្ខុឯក្រោយកុំបីបំបួសសត្វដេរឆានខ្មោចបិសាចរាជភូតយក្សាឡើយអាស្រ័យដំណើរដែលព្រះអង្គទ្រង់បញ្ញត្តិដូច្នេះទើបភិក្ខុនាគក្រាបទូលព្រះពុទ្ធថាខ្ញុំព្រះអង្គមានចិត្តស្មោះត្រង់ចំពោះព្រះពុទ្ធសាសនាចំពោះព្រះអង្គពិតណាស់ឥតមានខ្លាញ់បន្លំទេបើខ្ញុំព្រះអង្គមានភេទជាសត្វមិនអាចបួសក្នុងសំណាក់ព្រះអង្គបានដូច្នេះខ្ញុំព្រះអង្គសូមពរឲ្យមានព្រះបញ្ញត្តិថាបើភិក្ខុនឹងបំបួសកុលបុត្រសូមឲ្យហៅអ្នកសំភ្នោះនោះថានាគដូច្នោះតទៅដើម្បីឲ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គដែលជាអ្នកស្មោះចំពោះព្រះពុទ្ធសាសនាប៉ុន្តែបែរជាពុំមាននិស្ស័យអាចបួសជាភិក្ខុដូចមនុស្សទាំងពួងព្រះពុទ្ធទ្រង់បញ្ញត្តិពាក្យឲ្យហៅបព្វជិបិក្ខៈក្រហោះសម្បួសជាសាមណេរនិងឧបសម្បទាបិក្ខៈសំដៅលើសាមណេរសម្បួសជាភិក្ខុហៅថានាគតាមសំណុំពរដែលស្ដេចនាគសុំអាស្រ័យរឿងនេះទើបមានឈ្មោះហៅថាបួសនាគរហូតមកដល់បច្ចុប្បន្ននេះទាំងនេះគឺជាសំណេរដែលដកស្រង់ចេញពីឯកសារយោងនៅក្នុងសៀវភៅដំណើរជីវិតខ្មែរមើលតាមពិធីឆ្លងវ័យនៅឆ្នាំ2007និពន្ធដោយលោកគ្រូអាំងជូលៀនលោកគ្រូព្រាបច័ន្ទម៉ារ៉ានិងលោកគ្រូសុនច័ន្ទដិបបោះពុំនៅភ្នំពេញដោយរោងពុំហនុមានទេសចរចំណែកឯវីដេអូនេះត្រូវបានថតនៅថ្ងៃទី24ខែមិថុនាឆ្នាំ2024អំពីក្បួនដង្ហែនាគបួសនៅវត្តរុនស្រុកបន្ទាយស្រីក្នុងខេត្តសៀមរាបសូមអរគុណនិងសូមគោរពលា